បាទជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងបាទនេះគឺជាទស្សនវិជ្ជាផ្លូវទៅរងមូលខ្លះស្ទុះបាទដែលផាដ្រូនថតពីលើអាកាសសុទ្ធហ្មងពុកម៉ែបងប្អូនខ្ញុំអត់បានថតពីខាងក្រោមទេអញ្ចឹងខ្ញុំមានថតពីលើអាកាសពុកម៉ែបងប្អូនមើលបាទគឺថាផ្លូវនេះធ្វើចិត្តហើយបាទគេឥឡូវកំពុងតែឈូសឆាយដើម្បីរៀបចំចាក់ដីបន្ថែមទៀតដើម្បីឲ្យស្មើផ្លូវចាស់របស់គេអញ្ចឹងក៏ចិត្តហើយដែរអញ្ចឹងគេសម្រុកចាក់ឲ្យព្រោះអីផ្លូវនេះគឺផ្លូវឡើងមកគឺទឹកលិចអញ្ចឹងផ្លូវហ្នឹងគឺផ្លូវទឹកលិចទេអញ្ចឹងគេសម្រុកចាក់ឲ្យខ្ពស់កុំឲ្យទឹកលិចអញ្ចឹងណាបងប្អូនហើយផ្លូវនេះក៏ធ្វើឲ្យលក្ខណៈចុងថា90%ដែរបងប្អូនផ្លូវនេះបាទយូរនឹងស្ពានទេបាទស្ពានខាងមុខហ្នឹងគឺថាខ្ញុំចាក់មិនចាក់ឃើញគេចាក់ចិត្តរួចដែរហើយគឺប្រកាន់ដៃប្រកាន់អីហ្នឹងក៏ចិត្តចាក់ដែរបាទគឺថាគេរៀបពុំរៀបអីហើយបដាហើយបាទអញ្ចឹងស្ពេនមួយហ្នឹងគឺស្ពេនទឹកបុកខ្លាំងជាងគេបាទគឺបុកទៅបឹងក្រចេះបាទបឹងក្រចេះខោក្រចេះយើងហ្នឹងបាទអញ្ចឹងស្ពេនមួយនេះក៏គេចិត្តនឹងឲ្យឆ្លងដែរបាទបងប្អូនគេកំពុងឈូសឆាយបដាហើយមិនកាត់វាមិនភ្លៀងទៅបាទកាត់វាមិនភ្លៀងទៅគេស្រួលឈូសបាវដីសើមនេះអីចឹងណាបងប្អូនអញ្ចឹងស្ពេននេះក៏នឹងចិត្តបានឆ្លងដែរបាទគឺថាឡានរបស់គេក៏មានយកដល់បាទឈូសឆាយឡូកិនទៅវិញទៅមកអញ្ចឹងបងប្អូនតែសង្ឃឹមថានៅស្ពេនមួយនឹងរួចចាប់នឹងបានឆ្លងទៅមកឲ្យវែងខាងក្រោមហើយណាមួយសូមឲ្យបងប្អូនជិះប្រកបដោយសុវត្ថិភាពបាទព្រោះឯផ្លូវនេះគឺខ្ពស់ហាមើលចម្រៀលក៏ដឹងដែរបងប្អូនមិនលំទេណាចម្រៀលនេះអញ្ចឹងយើងនាំឲ្យជាប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនបាទអញ្ចឹងថាស្វេននេះគឺថាចិត្តហើយបាទតែប្រកាន់ដៃនេះចាក់ប្រកាន់ដៃហើយគឺបើកដំណើរការធម្មតាហើយនឹងចាក់ក្រៅ